ខានចូលរួមកម្មវិធីជួបជុំសិល្បករជា20ឆ្នាំអ្នកនាងឆំនិមលសំឡេងអត់ដៃចូលឆ្នាំខ្មែរតារាចម្រៀងល្បីឈ្មោះអ្នកនាងឆំនិមលខកខានក្នុងការចូលរួមកម្មវិធីជួបឆ្នាំថ្មីប្រពៃណីជាតិខ្មែរអស់រយៈពេលជា20ឆ្នាំមកហើយបន្ទាប់ពីចេញទៅរស់នៅសហរដ្ឋអាមេរិកដោយឡែកសម្រាប់ឆ្នាំថ្មីនេះនាងបានវិលត្រឡប់មកស្រុកកំណើតនិងត្រៀមចូលរួមកម្មវិធីតន្ត្រីនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជួបជាមួយអ្នកនាងឆំនិមលនៅក្នុងកម្មវិធីថតចម្រៀងរបស់សមាគមទូរទស្សន៍កាលពីថ្ងៃទី2ខែមេសាឆ្នាំ2025កន្លងមកនេះអ្នកនាងបានឲ្យដឹងថាអ្នកនាងពិតជារីករាយណាស់ដែលបានចូលរួមថតកម្មវិធីជួបជុំមិត្តសិល្បករបន្ទាប់ពីកក់ខាតក្នុងការជួបជុំនេះអស់ពេលជា20ឆ្នាំឆ្នាំនេះនាងសូមលេងអស់ដៃហើយសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះនៅលើទឹកដីអង្គរថ្មីត្បិតតែការចូលរួមថតកម្មវិធីនេះមិនបានទទួលបានប្រាក់កម្រៃអ្វីប៉ុន្តែក្តីស្រឡាញ់ដែលនាងមានចំពោះវិស័យចម្រៀងបានជំរុញទឹកចិត្តរបស់នាងឲ្យចូលរួមកម្មវិធីនានាដោយពុំអាចអាក់ខានបានតារាចម្រៀងឆំនិមលនៅតែច្រៀងពីរោះដូចដើមទោះបីជានាងបានចេញទៅរស់នៅសហរដ្ឋអាមេរិកអស់ពេលជា20ឆ្នាំមកហើយក្តីជាពិសេសនាងនៅតែស្រឡាញ់តន្ត្រីវប្បធម៌និងការស្លៀកពាក់ជារបៀបខ្មែរយើងក្នុងឱកាសបុណ្យទានផ្សេងៗតារាចម្រៀងឆំនិមលមកលេងស្រុកកំណើតលើកនេះរួមជាមួយក្រុមតន្ត្រីរបស់ខ្លួនទាំង6នាក់ផងដែរដែលមានឈ្មោះថា Dingle Fiber Music ដើម្បីចូលរួមសម្ដែងនៅក្នុងកម្មវិធីធំៗជាច្រើនទៅតាមការអញ្ជើញរបស់ម្ចាស់ sponsor មួយចំនួនអ្នកនាងថាឆ្នាំនេះពិតជាសំណាងណាស់ដែលបានចូលរួមកម្មវិធីធំៗជាច្រើននៅក្នុងស្រុកខ្មែរជាពិសេសកម្មវិធីសង្ក្រាន្តឆ្នាំថ្មីដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ